ឡើងមើលកូនកំមុំកូនកំឡោះអាគាត់ចាប់បានឡាទយើងឲ្យគាត់ប៉ុណ្ណឹងបើយើងថែមយើងទៅឲ្យគាត់និយាយអត់ឲ្យខ្ញុំសុំអត់ស្អីទៅមកឲ្យកូនកំឡោះកូនកំមុំមើលរួចណាស់ខ្លះឥឡូវខ្ញុំមានហើយតែឥឡូវកូនកំមុំទៀតអាឲ្យត្រង់នេះកូនកំមុំគាត់សុំ50តែម្ដងឥឡូវទៅមើលថាកូនកំមុំកូនកន្លោះចាប់បានប៉ុន្មានបាទចឹងមកកូនកំមុំគាត់ចាប់ច្បាស់មែនដោយសារតែយើងមើលពីខ្នងមកឃើញចឹងមិត្តភក្តិខ្ញុំម្នាក់ទៀតអោនមើលគឺខ្ញុំនៅតែសោចមើលកន្លែងហ្នឹងហើយគឺសោចយកតែម្ដងដោយសារមើលឃើញអត់យកទេមើលឃើញបើកន្លែងកូនកំមុំលេងខូចខ្ញុំតែម្ដងបាទគឺលេងញោមគ្នាមានsupport ពីខាងក្រៅដល់កូនកូនកំមុំនេះគឺខ្លាចខូចយកតែមែនតែហើយបន្ទាប់ពីចឹងមកគឺមិត្តភក្តិខ្ញុំបោះយកឲ្យឈ្មោលយកតែម្ដងចឹងយើងធ្វើការឈ្មោលមួយតង់ទៀតចឹងបងប្អូនចាំអត់មើលថាកូនកំមុំចាប់បានប៉ុន្មានជាលើកចុងក្រោយនៅខណៈពេលឈ្មោលនេះឥឡូវដោយសារកូនកន្លោះកូនកំមុំមើលឃើញចឹងយើងឈ្មោលមកកុំឲ្យគាត់មើលឃើញហើយយើងធ្វើឈ្មោលមកឥឡូវឲ្យកូនកន្លោះចាប់ហើយហ្នឹងឥឡូវយកថាការគ្នាថាការគ្នាយកទៅដល់ទៅដល់ហើយលើចាប់ទៅបាទ50ហើយកូនកន្លោះឲ្យកូនកំមុំឥឡូវដើម្បីបានគីគ្នាមួយសិនអេយ៉ាឥឡូវពាក់ខ្ញុំចង់ដៃអត់ទេតោះ let's go សុំជួមកបាញ់ជាមកសុំលុតបាត់ទៀតទឹកដៃល្អទឹកដៃហើយបាច់ចិត្តហើយលើចិត្តបើបាញ់លុយឆាច់គឺទូរស័ព្ទរលត់ហើយពេលហ្នឹងគឺខ្ញុំអត់ជឿទេថាទូរស័ព្ទរបស់ខ្ញុំអស់ថ្មពីព្រោះទូរស័ព្ទខ្ញុំយកទៅពីផ្ទះគឺថ្មច្រើនមែនតើប៉ុន្តែដោយសារយើងបើកអ៊ីនធឺណិតបើក Wi-Fi ឲ្យទូរស័ព្ទយើងមួយទៀត share គឺទុកចោលគឺវាអស់ថ្មអត់ដឹងខ្លួនហើយពេលហ្នឹងដែរគឺខ្ញុំក្បាលរឹងមែនតើគឺខ្ញុំអត់ជឿទេថាទូរស័ព្ទនឹងអស់ថ្មហើយមិត្តភក្តិខ្ញុំក៏ទទូចឲ្យថាចាំបាញ់នៅផ្ទះតែខ្ញុំនៅតែចោះចេះតន់តែពេលឃើញជាក់ស្ដែងទើបដឹងអស់មកទេសុំអត់សូវដល់លើទៅសារទៅសុំខ្ញុំលលុបខ្ញុំខ្ចីឲ្យខ្ញុំមកចែកដើម្បីបាញ់ឲ្យទៅកូនកន្លោះកូនកំមុំហើយព្រៀបចាហើយនេះអីអត់លុយហើយខ្លាចបាច់ទៅ1%មែនអត់សម1%ចាំបានលុបឥឡូវខ្លាចបាច់ទៅបាទហើយនេះមើលលុបអស់នេះមកតែជុំអេណាហើយមិត្តភក្តិនឹងគ្នាយូរដែរមកហើយខ្ញុំទើបតែមើលរូបថតនេះទើបដឹងថាមិត្តភក្តិខ្ញុំថ្ពាល់ខួចគាត់បានខមមិនបែបនេះចឹងខ្ញុំចង់ប្រាប់មូលហេតុគឺមិនមែនបែបហ្នឹងទេហើយខ្ញុំចង់ប្រាប់កូនកំមុំថាការចង់ដៃរបស់ខ្ញុំគឺរីករាយសូម្បីតែមើលវីដេអូនេះក៏ខ្ញុំសប្បាយចិត្តចង់និយាយថាចាំមើលដល់វេនអេដមីនម្ដងដឹងគ្នាហើយចឹងនិយាយថាតឲ្យមិត្តភក្តិឆ្នាំហ្នឹងមុនសិនទៅចឹងណា